សម្រាប់ធប់ដីហ៊ុនម៉ាណែតទំលាយបទពិសោធន៍នៃការប្រឆាំងជំងឺ Covid-19 ការនៅស្ងៀមមិនមែនជាដំណោះស្រាយសម្រាប់បញ្ហានោះឡើយតាមរយៈសំណេរលើបណ្ដាញសង្គម Facebook សម្ដេចធប់ដីហ៊ុនម៉ាណែតបានបង្ហោះរូបភាពមួយសន្លឹកកាលពី4ឆ្នាំមុនរៀបចំមន្ទីរពេទ្យព្យាបាលជំងឺ Covid-19 ដោយសម្ដេចបញ្ជាក់ថាមួយផ្លែតសោះ4ឆ្នាំកន្លងផុតទៅហើយសម្ដេចធប់ដីហ៊ុនម៉ាណែតបានសរសេរយ៉ាងដូចនេះថារូបថតនេះគឺជាពេលដែលសម្ដេចកំពុងដឹកនាំរៀបចំមន្ទីរពេទ្យលួងម៉ែអតីតមន្ទីរពេទ្យនគរទេពបន្ទាប់ពីការបញ្ចប់រៀបចំមណ្ឌលព្យាបាលជំងឺ Covid-19 នៅសន្តាគារ The Grand Duck សម្ដេចធិបតីនាយរដ្ឋមន្ត្រីបានបញ្ជាក់ថាខ្ញុំនៅចាំច្បាស់ថានៅពេលនោះគឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់អំពីអនាគតប្រទេសជាតិនិងប្រជាជនយើងនៅឡើយក្នុងដំណាក់កាលដែលមានការឆ្លងនិងស្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសនានាលើសកលដោយសារជំងឺ Covid-19 ដោយឡែកនៅប្រជាជនកម្ពុជាពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ដោយមានអ្នកឆ្លងកើនឡើងយ៉ាងលឿនជាក់ស្ដែងនៅរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺ Covid-19 រាប់រយលានអ្នកក្នុងមួយថ្ងៃដែលមន្ទីររបស់យើងមិនអាចរ៉ាប់រងបានសម្ដេចធិបតីបានរំលឹកថាទោះស្ថិតនៅក្នុងស្ថានភាពច្បាស់លាស់អំពីការវិវត្តនៃជំងឺ Covid-19 នេះពេលនោះក៏ដោយអ្វីដែលច្បាស់សម្រាប់សម្ដេចនោះគឺបើយើងនៅឆ្ងៀមមិនធ្វើអ្វីសោះបញ្ហាមិនរលាយបាត់នោះទេផ្ទុយទៅវិញបញ្ហាអាចវិវត្តកាន់តែធ្ងន់ធ្ងរទៅទៀតហើយដូច្នេះយើងមិនអាចមានជំរើសក្រៅពីប្រឈមដោយផ្ទាល់ជាមួយនឹងបញ្ហាហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានរួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាលនិងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺ Covid-19 ឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបាននៅពេលនោះ